តើការដំណើរការនាវាផ្ទុកយន្តហោះត្រូវចំណាយប៉ុន្មានក្នុងមួយថ្ងៃនាវា USS Abraham Lincoln គឺជានាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកមួយក្នុងចំណោមនាវាដែលថ្លៃបំផុតដែលមិនធ្លាប់មានវាមានប្រវែង 1000 ហ្វីតប្រហែល305ម៉ែត្រនិងមានទម្ងន់ជាង 100,000 តោនដែលប្រើប្រាស់ថាមពលនុយក្លេអ៊ែរវាអាចផ្ទុកយន្តហោះបានប្រហែល90គ្រឿងរួមទាំងយន្តហោះចម្បាំង F-35C ផងដែរការចំណាយនានាក្នុងប្រតិបត្តិការហោះហើរនីមួយៗអាចចំណាយរហូតដល់ $50,000 អាហារមាននាវិកជាង 5,000 នាក់នៅលើកប៉ាល់ហើយផ្ទះបាយត្រូវរៀបចំអាហារប្រហែល 17,000 ពេលក្នុងមួយថ្ងៃដែលអាចចំណាយប្រហែល $65,000 ទឹកស្អាតពួកគេត្រូវការទឹកសាបប្រហែល 40,000 ហ្គាឡុនប្រហែល 1,51,4,165 លីត្រជារៀងរាល់ថ្ងៃប្រតិបត្តិការសរុបបើទោះបីជានាវាដំណើរការដោយថាមពលនុយក្លេអ៊ែរនិងមិនត្រូវការប្រេងឥន្ធនៈក៏ដោយក៏វាចំណាយប្រហែល $2.5 លានក្នុងមួយថ្ងៃដើម្បីដំណើរការនាវារក្សាឧបករណ៍និងត្រៀមខ្លួនសម្រាប់ប្រយុទ្ធលើពីនេះក្រុមនាវាផ្ទុកយន្តហោះក៏រួមបញ្ចូលនាវាពិឃាតនាវាទេសចរនិងនាវាមុជទឹកដែលបន្ថែមការចំណាយលើប្រតិបត្តិការនិងផ្ដល់នូវការការពារជាស្រទាប់តើអ្នកគិតថាការចំណាយដ៏មហាសាលនេះសមនឹងតម្លៃនាវានៅក្នុងសង្គ្រាមសម័យទំនើបដែរឬទេ